ជាបឋមសូមគោរពបងប្អូនជនរួមជាតិទាំងក្នុងស្រុកនិងក្រៅស្រុកជាទីរាប់អានថ្ងៃនេះវិលមកជួបគ្នាម្ដងទៀតក្រោមប្រធានបទមួយដែលមានចំណងជើងថា4ចំណុចនេះសេដ្ឋកិច្ចពិភពលោកនឹងវិលទៅរកស្ថានភាពដើមមុនឆ្នាំ2019ឡើងវិញបាទអញ្ចឹងមុននឹងខ្ញុំបាទវិភាគបកស្រាយដើម្បីចែករំលែកជាចំណេះដឹងជូនដល់បងប្អូនប្រជាពលរដ្ឋក៏ដូចជាបងប្អូននិស្សិតកុំភ្លេចបាទសូមជួយ Subscribe Like Share ដើម្បីជាកម្លាំងចិត្តសម្រាប់ខ្ញុំបាទធ្វើការស្រាវជ្រាវចងក្រងជាឯកសារសម្រាប់ធ្វើជាបទបង្ហាញចែករំលែកជូនដល់បងប្អូនប្រជាពលរដ្ឋក៏ដូចជាបងប្អូននិស្សិតបន្តទៅទៀតបាទអញ្ចឹងយើងដឹងហើយថា4ចំណុចនេះសំខាន់ណាស់បងប្អូនបាទ4ចំណុចនេះសំខាន់ណាស់គឺទី1បញ្ចប់សង្គ្រាមរុស្ស៊ីអ៊ុយក្រែនឬក៏បញ្ចប់សង្គ្រាមហាម៉ាស់និងអ៊ីស្រាអែលបាទចំណុចទី2ចំនួនពាណិជ្ជកម្មពិភពលោកឬក៏ចំនួនពាណិជ្ជកម្មមហាអំណាចនិងមហាអំណាចចំណុចទី3ត្រូវធ្វើកំណែទម្រង់នយោបាយតាមរដ្ឋនីមួយៗឬក៏ប្រទេសនីមួយៗឡើងវិញហើយចំណុចទី4មានន័យថាជំរុញឬក៏បណ្ដុះទម្លាប់ដល់ប្រជាជនឲ្យមានការខិតខំប្រឹងប្រែងទ្វេដងឡើងវិញបាទអញ្ចឹងខ្ញុំសូមលើកយកមួយចំណុចដើម្បីវិភាគក៏ដូចជាបកស្រាយឲ្យបងប្អូនប្រជាពលរដ្ឋថាហេតុអីបានជាកត្តាទាំង4នេះចំណុចទាំង4នេះវាសំខាន់ដល់ប៉ុណ្ណឹងបាទទី1មេដឹកនាំពិភពលោកឬក៏ប្រទេសមហាអំណាចទាំងអស់នៅលើពិភពលោកបាទមានដូចជាសហរដ្ឋអាមេរិកណាសម្ព័ន្ធមិត្ត NATO ឬក៏ប្រទេសរុស្ស៊ីខ្លួនឯងឬក៏មហាអំណាចផ្សេងទៀតដែលតែងតែឈរមើលឲ្យចាំឆ្លៀតឱកាសនេះបាទពីព្រោះយើងឃើញហើយថាពិភពលោកទើបតែទទួលរងវិបត្តិដោយសារកត្តា COVID-19 ជិត2ឆ្នាំឬក៏ជាង2ឆ្នាំធ្វើឲ្យសេដ្ឋកិច្ចពិភពលោកទ្រុឌទ្រោមស្ទើរតែដកខ្យល់មិនចង់រួចបាទមកដល់ថ្ងៃ24កុម្ភៈឆ្នាំ2023បានកើតសង្គ្រាមទៅទៀតបាទកើតសង្គ្រាមហើយសង្គ្រាមនេះមិនមែនជាសង្គ្រាមទូចតាចទេបងប្អូនអ្វីត្បិតតែវាជាសង្គ្រាមតំបន់អ្វីត្បិតតែវាជាសង្គ្រាមលោកក៏ប៉ុន្តែវាជាការ concern គឺជាការព្រួយបារម្ភបណ្ដាប្រទេសដែលជាសមាជិកណាដៃគូសម្ព័ន្ធមិត្តឬក៏ប្រទេសទាំងអស់នៅលើពិភពលោកព្រួយបារម្ភបាទព្រួយបារម្ភហើយមិនត្រឹមតែព្រួយបារម្ភទេទាំងប្រទេសដែលមានចំនួនជាពិសេសរុស្ស៊ីនិងអ៊ុយក្រែននេះបាត់បង់នៅសេដ្ឋកិច្ចជាតិរបស់លោកបាទសេដ្ឋកិច្ចជាតិរបស់ប្រទេសបាទទាំងរុស្ស៊ីក្តីទាំងអ៊ុយក្រែនក្តីតាមរបាយការណ៍ព័ត៌មានមកយើងឃើញហើយណាទិដ្ឋភាពនៃសង្គ្រាមកើតឡើងគឺអត់មានអ្វីចម្រុងចម្រើនទេមានតែការវិនាសមហន្តរាយបាទបាត់បង់នៅអាយុជីវិតប្រជាពលរដ្ឋបាត់បង់នៅធនធានផ្សេងបង្កទៅជាបាទមេរោគសង្គមសពបែបយ៉ាងទាំងអស់ដែលកើតមកអំពីផ្សែងនៃគ្រឿងអាវុធយុទ្ធភ័ណ្ឌទាំងអស់ហ្នឹងហើយមិនត្រឹមតែប៉ុណ្្នឹងវាคล้ายទៅជាការសម្លក់សម្លឹងឬក៏ការទន្ទ្រានគ្នាទៅវិញទៅមកគ្មានទីបញ្ចប់បាទគ្មានទីបញ្ចប់នឹងចំណុចទី1ហើយចំណុចទី2ទាំងរុស្ស៊ីទាំងអ៊ុយក្រែនបាត់បង់នៅសេដ្ឋកិច្ចរៀងខ្លួនយ៉ាងមហិមាបាទយ៉ាងមហិមាបាទបងប្អូនប្រជាពលរដ្ឋជនរួមជាតិទាំងអស់វិភាគទៅក្នុងមួយថ្ងៃតើរុស្ស៊ីណាបាញ់នៅអាវុធប្រមាណគ្រាប់បាទអញ្ចឹងអាវុធមួយដើមឬក៏គ្រាប់មួយគ្រាប់តម្លៃ1រៀល2រៀល3រៀល4រៀលឬ5រៀលបាទមិនមែនទេអាវុធយុទ្ធភ័ណ្ឌខ្លះតម្លៃរហូតដល់រាប់លានដុល្លារបាទ
ចុះបើរុស្ស៊ីខ្លួនឯងដុតលុយខ្លួនឯងចោលក្នុងមួយថ្ងៃ100 លាន200 លាន300 លានចុះបើរុស្ស៊ីដុតមួយថ្ងៃដុតមួយខែដុតមួយឆ្នាំដុត2ឆ្នាំតើសេដ្ឋកិច្ចរុស្ស៊ីនឹងคล้ายទៅជាយ៉ាងណានេះជាចំណោទទី1ដែលខ្ញុំត្រូវសួរបងប្អូនជាពលរដ្ឋវិភាគនិងពិចារណាទាំងអស់គ្នាចំណុចទី2ចំណុចទី3មិនត្រឹមតែខាតបង់នៅទ្រព្យសម្បត្តិរបស់ខ្លួនទេថែមទាំងគេដាក់ទណ្ឌកម្មសេដ្ឋកិច្ចទៅទៀតបាទយើងឃើញហើយថាបណ្ដាប្រទេសទាំងអស់ដែលជាសម្ព័ន្ធមិត្ត NATO ក៏ដូចជាសហរដ្ឋអាមេរិកនិងប្រទេសមួយចំនួនទៀតដែលមាននិន្នាការណាស្ដាំនិយមមិនចូលចិត្តរបបកុម្មុយនីសមិនចូលចិត្តការឈ្លានពានមិនចូលចិត្តការធ្វើសង្គ្រាមបាទតែងតែជួយជ្រោមជ្រែងដោយផ្ទាល់ក្តីដោយប្រយោលក្តីដោយថវិកាក្តីដោយយុទ្ធសាស្ត្រយុទ្ធវិធីនៃការធ្វើសង្គ្រាមក្តីបាទទាំងអស់នេះឯងវាធ្វើឲ្យសេដ្ឋកិច្ចមានបញ្ហាបាទសេដ្ឋកិច្ចមានបញ្ហារុស្ស៊ីមុនកើតសង្គ្រាមបាទសេដ្ឋកិច្ចល្អប្រសើរណាល្អប្រសើរបាទពីព្រោះយើងដឹងហើយថាប្រទេសរុស្ស៊ីគឺអំណោយផលពីធម្មជាតិអំណោយផលពីធម្មជាតិជាពិសេសតាក់ទងនឹងវិស័យបាទវិស័យឧស្ម័នប្រេងនឹងតែម្ដងបាទវិស័យឧស្ម័ននឹងប្រេងមុននឹងកើតសង្គ្រាមបាទតម្លៃប្រេងសាំងក្នុង1បារ៉ែលតម្លៃ$100បាទកំឡុងពេលកើតសង្គ្រាមបាទតម្លៃ$120ក្នុង1បារ៉ែលបច្ចុប្បន្នភាពតម្លៃហាក់បីដូចជាធ្លាក់ចុះបន្តិចត្រឹមតែ$109ក្នុង1បារ៉ែលអញ្ចឹងយើងឃើញថានៅតែប្រេងមានតម្លៃនៅទីផ្សារបាទតម្លៃនៅទីផ្សារហើយជាងនឹងទៅទៀតរុស្ស៊ីខ្លួនឯងកាត់បន្ថយនៅការបូមប្រេងជាប្រចាំរបស់ខ្លួនដែលខ្លួនបោកបូមក្នុងមួយថ្ងៃរាប់លានបារ៉ែលរាប់លានធុងនេះបាទអញ្ចឹងកាត់បន្ថយនេះជាការកាត់បន្ថយសេដ្ឋកិច្ចមួយព្រោះខ្លួនបូមមកមិនមានការបញ្ជាទិញបាទឬក៏មានការបញ្ជាទិញតិចតួចវានាំឲ្យរាំងស្ទះដល់ដំណើរការនៃការធ្វើសេដ្ឋកិច្ចពាណិជ្ជកម្មរបស់ខ្លួនទាំងក្នុងស្រុកនិងក្រៅស្រុកបាទចំណុចទី2ឧស្ម័នរបស់រុស្ស៊ីសម្បូរដោយឧស្ម័នហើយឧស្ម័នរបស់រុស្ស៊ីនេះមិនត្រឹមតែលក់នៅក្នុងស្រុកឬក៏ប្រទេសជិតខាងទេនាំចូលទៅអឺរ៉ុបទាំងមូលបាទអញ្ចឹងអឺរ៉ុបមុននឹងកើតសង្គ្រាមជាមួយនឹងរុស្ស៊ីនេះបាទអឺរ៉ុបខំដាក់ចិត្តដាក់កាយដើម្បីកែតម្រូវអិយាបថរបស់មេដឹកនាំរុស្ស៊ីលោកពូទីនតាមរយៈការជួយជ្រោមជ្រែងជាពាក្យជាសម្ដីខ្លះជួយជ្រោមជ្រែងជាប្រយោជន៍ខ្លះដូចជាអនុញ្ញាតឬក៏សម្រេចចិត្តនៅក្នុងការប្រើប្រាស់បាទការប្រើប្រាស់ឧស្ម័នបាទរបស់រុស្ស៊ីបាទរហូតដល់រុស្ស៊ីហ៊ានវិនិយោគទៅលើការបំពាក់នៅបំពង់ឧស្ម័នឆ្លងកាត់ពីប្រទេសរុស្ស៊ីឆ្លងកាត់អ៊ុយក្រែនដែលកំពុងកើតសង្គ្រាមជាមួយខ្លួនរាល់ថ្ងៃនេះទៅកាន់ទីផ្សារអឺរ៉ុបបាទទីផ្សារអឺរ៉ុបហើយទីផ្សារអឺរ៉ុបសម្រាប់វិស័យឧស្ម័នធំជាងគេដូចជាប្រទេសអាល្លឺម៉ង់ជាដើមនេះបាទត្រូវការណាបាទទី1តិចបាទហើយទី2ត្រូវការប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនៃប្រជាជននៅក្នុងប្លុកអឺរ៉ុបទាំងមូលហើយវិស័យសំខាន់ទៀតដូចជាជីបាទជីសម្រាប់ធ្វើកសិកម្មរុស្ស៊ីក៏សម្បូរបែបបាទក្នុងមួយឆ្នាំរុស្ស៊ីនាំចេញជីសម្រាប់បម្រើឲ្យវិស័យកសិកម្មរាប់ម៉ឺនលានតោនក្នុងមួយថ្ងៃបាទនេះគឺជាចំណែកនៃការនាំចេញបាទនៃការនាំចេញលើវិស័យជីហើយជីនាំចេញក្នុងមួយឆ្នាំវាជាកំណើនសេដ្ឋកិច្ចវាជា GDP សម្រាប់ជាតិក្នុងមួយឆ្នាំផងដែរហើយជាងនឹងទៅទៀតបាទរុស្ស៊ីយើងដឹងហើយថាជាមហាអំណាចយោធាបាទមហាអំណាចយោធា
ចឹងរាល់គ្រឿងយុទ្ធោបករណ៍មានរថក្រោះក្តីរថពាសដែកក្តីណាឬក៏មានកំភ្លើងធំកំភ្លើងតូចមួយចំនួនធំក្តីគឺប្រទេសដែលជាសម្ព័ន្ធមិត្តដែលជាដៃគូណាតូចក្តីធំក្តីសូម្បីតែប្រទេសឥណ្ឌាមហាអំណាចណាដែលលេចរូបរាងនៅក្នុងឆ្នាំ2023 2024នេះក៏នៅតែវិនិយោគនៅតែទិញយុទ្ធោបករណ៍ពីរុស្ស៊ីប្រើប្រាស់នៅឡើយបាទពីប្រើប្រាស់នៅឡើយនេះយើងសបបញ្ជាក់ឲ្យឃើញថាកំណើនសេដ្ឋកិច្ចរុស្ស៊ីមុនកើតសង្គ្រាមគឺមិនធម្មតាទេបាទដោយឡែកយើងក៏លេខទៅមើលអ៊ុយក្រែនវិញអ៊ុយក្រែនតាមពិតជាប្រទេសមួយដែលនៅជាប់ទឹកដីនៃសម្ព័ន្ធមិត្ត NATO ឬក៏យើងហៅថា The North Atlantic Treaty Organization ដែលយើងហៅកាត់ថា NATO បាទហើយអ៊ុយក្រែននេះដែរបងប្អូនប្រជាពលរដ្ឋបាទក៏ជាប្រទេសមួយដែលសំខាន់សម្រាប់ទ្វីបអឺរ៉ុបផងដែរបាទជាពិសេសទាក់ទិនជាមួយនឹងក្របធញ្ញជាតិបាទក្របធញ្ញជាតិយើងឃើញថាពេលខ្លះសហគមន៍អឺរ៉ុបបានប្រសិទ្ធនាមទៅឲ្យប្រទេសអ៊ុយក្រែនថាជាកន្ត្រកនំប៉័ងសម្រាប់អឺរ៉ុបទៀតផងដោយសារប្រទេសអ៊ុយក្រែនបាទប្រកបនៅរបរកសិកម្មប្រជាពលរដ្ឋធ្វើកសិកម្មពីព្រោះផ្ទៃដីនៅប្រទេសអ៊ុយក្រែនមានរហូតដល់32លានហិកតាបាទសម្រាប់ធ្វើកសិកម្ម32លានហិកតាហើយជាផ្ទៃដីដែលសម្បូរដោយជីបាទសម្បូរដោយជីនឹងទី1ទី2ប្រទេសអ៊ុយក្រែនជាប្រទេសដែលនាំចេញប្រេងផ្កាឈូករ័ត្នបាទប្រេងផ្កាឈូករ័ត្ននេះជាសកម្មភាពនាំចេញដែលយើងហៅថាពាណិជ្ជកម្មទៅកាន់បរទេសចំណុចទី3ប្រទេសអ៊ុយក្រែនក៏ជាប្រទេសមួយដែលផលិតនៅជីសម្រាប់វិស័យកសិកម្មដូចគ្នាបាទវិស័យកសិកម្មដូចគ្នាជាពិសេសនាំទៅបណ្ដាប្រទេសដែលជាសម្ព័ន្ធមិត្តរបស់អ៊ុយក្រែនបាទសម្រាប់បម្រើផលប្រយោជន៍ឲ្យវិស័យកសិកម្មរបស់ខ្លួនអញ្ចឹងសរុបជារួមមកទាំងរុស្ស៊ីទាំងអ៊ុយក្រែនគឺមានចំណែកនៃការចូលរួមសេដ្ឋកិច្ចពិភពលោកស្មើនឹង 2% នៃពិភពលោកទាំងមូលដោយឡែកបច្ចុប្បន្នបាទអ៊ុយក្រែននិងរុស្ស៊ីមិនទាន់ចប់ផងស្ថានភាពសង្គ្រាមក៏កំពុងតែកើតមានឡើងជាពិសេសសម្រាប់ក្រុមហាម៉ាស់បាទសម្រាប់ក្រុមហាម៉ាស់ជាមួយនឹងប្រទេសអ៊ីស្រាអែលកាលពីថ្ងៃទី7ខែតុលាឆ្នាំ2023អញ្ចឹងមកដល់ថ្ងៃនេះយើងឃើញថាមានរយៈពេល1ខែជាងហើយបាទ1ខែ7ថ្ងៃហើយ7ថ្ងៃ8ថ្ងៃបាទឬក៏យើងហៅថា45ថ្ងៃហើយអញ្ចឹងយើងឃើញស្ថានភាពសង្គ្រាម2បើយើងធៀបកម្លាំងប្រដាប់អាវុធរវាងអ៊ីស្រាអែលនិងហាម៉ាស់វាមិនសមាមាត្រជាមួយនឹងអ៊ីស្រាអែលទេតាមការវិភាគអំពីស្ថានភាពតាមការវិភាគអំពីកងកម្លាំងប្រដាប់អាវុធតាមការវិភាគអំពីអាវុធយុទ្ធភ័ណ្ឌបាទអញ្ចឹងវាមិនសមាមាត្រជាមួយអ៊ីស្រាអែលទេសួរថាតើអ៊ីស្រាអែលភ័យស្រួលទេទោះមិនសមាមាត្រជាមួយកងកម្លាំងរបស់ខ្លួនគឺមិនស្រួលដូចគ្នាពីព្រោះសង្គ្រាមនេះគឺជាសង្គ្រាមសាសនាមានការប្រកាន់និន្នាការបាទកាន់ទៅនិន្នាការហើយយើងក្រឡេកមើលណានៅជុំវិញអ៊ីស្រាអែលមានប្រទេសខ្លះក៏ប្រកាសសង្គ្រាមជាចំហជាមួយនឹងអ៊ីស្រាអែលប្រទេសខ្លះទៀតណាមានក្រុមនិកាយផ្សេងឬក៏មានក្រុមកុលសម្ព័ន្ធផ្សេងតែងតែលួចឆ្មក់តែងតែលួចវាយតែងតែលួចគំរាមកំហែងណាទាំង
ផ្ទាល់ក្តីទាំងប្រយោលក្តីមកកាន់អ៊ីស្រាអែលជារឿយៗរហូតដល់រដ្ឋការរបស់លោកโจ Biden ចេញវិធានការទ័ពណាដើម្បីមកឃ្លាំមើលស្ថានភាពនយោបាយបាទនៅតំបន់មជ្ឈិមបូព៌ាបាទថ្មីត្បិតតែมันកើតសង្គ្រាមរវាងអាមេរិកជាមួយក្រុមហាម៉ាស់ឬក៏រវាងអាមេរិកជាមួយនឹងក្រុមអ៊ីស្រាអែលទេក៏ប៉ុន្តែជាការ concern ជាការព្រួយបារម្ភហើយចង់មិនចង់បាទអ៊ីស្រាអែលគឺជាសម្ព័ន្ធមិត្តចាក់ទឹកមិនលិចរបស់អាមេរិកថែមទៀតបាទមិនត្រឹមតែប៉ុណ្ណេះយើងក៏ឃើញមានការជួយឧបត្ថម្ភគាំពៀជាពិសេសទៅលើវិស័យការពារជាតិកញ្ចប់ថវិកាបាទផ្សេងគឺមានជាបន្តបន្ទាប់បាទហើយជាងនឹងទៅទៀតពិភពលោកជាពិសេសប្រទេសមហាអំណាចមានរុស្ស៊ីមានសហរដ្ឋអាមេរិកសហគមន៍អឺរ៉ុបឬក៏សម្ព័ន្ធអាមេរិកមានបារាំងមានអង់គ្លេសបាទមហាអំណាចចិនកំពុងតែយកចិត្តទុកដាក់សម្របសម្រួលស្ថានភាពដើម្បីកុំឲ្យមានការវិវត្តពីសង្គ្រាមប្រទេសនឹងប្រទេសឲ្យคล้ายទៅជាសង្គ្រាមមជ្ឈិមបូព៌ារីករាលដាលទៅទូទាំងពិភពលោកបាទនេះខ្ញុំចង់សរបញ្ជាក់បង្ហាញឲ្យឃើញថាចំណុចទី1បើសិនជាយើងអាចបញ្ចប់សង្គ្រាមពីប្រទេសនេះបានជាចំណុចល្អជាចំណុចចាប់ដើមដែលត្រូវបកមករកស្ថានភាពសេដ្ឋកិច្ចល្អប្រសើរឡើងវិញហេតុអីបានខ្ញុំនិយាយយ៉ាងដូចនេះអំបញ្ញមិញខ្ញុំលើកឧទាហរណ៍ទី1លើកឧទាហរណ៍ទី2បាទរវាងសេដ្ឋកិច្ចរបស់រុស្ស៊ីសេដ្ឋកិច្ចរបស់អ៊ុយក្រែនបើសិនជាអ្នកទាំងពីរនឹងក្នុងកំណើនសេដ្ឋកិច្ចម្នាក់ 1% វាស្មើនឹង 2% បើយកទៅវិនិយោគវាអាចនឹងស្មើ 3% ជាងសម្រាប់សេដ្ឋកិច្ចពិភពលោកទាំងមូលហើយ 3% ជាងនៃប្រទេសមហាអំណាចធំបែបនេះវាជាឥទ្ធិពលដល់ប្រទេសមួយចំនួនដែលលំបាកបាទនេះយើងឃើញហើយថានៅក្នុងពិភពលោកគេ classify គេចាត់ចំណាត់ថ្នាក់ប្រទេសមួយចំនួនថាជាប្រទេសអ្នកមានបាទមែនទេហើយប្រទេសមួយចំនួនទៀតគេចាត់ទុកថាជាប្រទេសក្រីក្រហើយប្រទេសមួយចំនួនទៀតគេចាត់ទុកថាជាប្រទេសកំពុងអភិវឌ្ឍបាទនេះខ្ញុំចង់លើកឧទាហរណ៍រវាងសង្គ្រាមអ៊ុយក្រែននិងរុស្ស៊ីតើវាតាក់ទងឬក៏វាមានផលប៉ះពាល់ដល់សេដ្ឋកិច្ចយ៉ាងណាហើយទន្ទឹមនឹងនឹងទៀតយើងក៏លេចមើលនៅការជួយឧបត្ថម្ភគាំពៀបាទទាំងយោធាក្តីទាំងមនុស្សធម៌ក្តីទាំងផ្នែកហិរញ្ញវត្ថុក្តីពីបណ្ដាសម្ព័ន្ធមិត្តរបស់អាមេរិកមានបារាំងមានអង់គ្លេសពីសម្ព័ន្ធមិត្តរបស់ NATO តាមានអាល្លឺម៉ង់មានអីផ្សេងជាដើមហ្នឹងសរុបជាទឹកប្រាក់មកដល់ថ្ងៃនេះខ្ញុំសិក្សាខ្ញុំ search មើលបាទ website របស់ Statista គឺសហរដ្ឋអាមេរិកមកដល់ម៉ោងនេះគឺជួយឧបត្ថម្ភអ៊ុយក្រែនមានចំនួនរហូតដល់ 22,000 លានដុល្លារសហរដ្ឋអាមេរិកទៅហើយនេះមានន័យថាសម្រាប់តែអាមេរិកមួយចុះនៅសម្ព័ន្ធមិត្តផ្សេងទៀតចុះនៅអង្គការណាមិនមែនជារដ្ឋាភិបាលពិភពលោកដូចជា World Bank ក្តីដូចជា IMF ក្តីបាទសុទ្ធតែមានការចូលរួមហើយក្រៅពីនោះទៀតដូចជាជប៉ុនដូចជាកូរ៉េបាទសិទ្ធិការចូលរួមជួយឧបត្ថម្ភគ្រប់គ្រងចុះបើយើងយកកញ្ចប់ថវិកាយកទៅធ្វើសង្គ្រាមនឹងបង្វែរមកធ្វើជាថវិកាសម្រាប់កែខៃឬក៏យើងហៅថាធ្វើកំណែតម្រង់ទៅលើស្ថានភាពសេដ្ឋកិច្ចសម្រាប់ពិភពលោកបន្ទាប់ពី COVID-19 គឺខ្ញុំគិតថាវាមិនបាន 100% យ៉ាងហោចណាស់ក៏វាបាន10ទៅ 15% យកថវិកានឹងធ្វើកំណែតម្រង់បានល្អប្រសើរជាងមុនផងដែរបាទទី1ទី2បញ្ហាទី2គឺបញ្ហាទាក់ទិនជាមួយនឹងចំនួនពាណិជ្ជកម្មអន្តរជាតិឬក៏យើងហៅថាចំនួនពាណិជ្ជកម្មពីប្រទេសមហាអំណាចនិងប្រទេសមហាអំណាចយើងដឹងស្រាប់ហើយថាបច្ចុប្បន្ននេះថ្មីត្បិតតែយើងមានអង្គការពាណិជ្ជកម្មអន្តរជាតិជួយសម្របសម្រួលឬក៏ជួយផ្សះផ្សាធ្វើយ៉ាងណាដើម្បីឲ្យមានស្ថានភាពពាណិជ្ជកម្មពិភពលោក
ឬក៏ពាណិជ្ជកម្មអន្តរជាតិរវាងប្រទេសមួយនិងប្រទេសមួយនឹងទ្វីបមួយទៀតប្រទេសមួយនឹងពិភពលោកទាំងមូលបាទក៏ពិតមែនក៏ប៉ុន្តែប្រទេសមហាអំណាចទាំងអស់នេះមិនបានយកចិត្តទុកដាក់ក្នុងការស្ដាប់និងការជំរុញទេបាទនឹងការជំរុញរបស់អង្គការពាណិជ្ជកម្មអន្តរជាតិឬក៏ស្ថាប័នដែលមានបាទឥទ្ធិពលឬក៏ដែលមានតួនាទីសម្រាប់សម្របសម្រួលគឺប្រទេសទាំងពីរឬក៏ប្រទេសធំអំណាចមិនសូវជាស្ដាប់ទេដើម្បីអីគឺដោយសារតែការកេងប្រវ័ញ្ចនៅយុទ្ធសាស្ត្រឈ្នះរៀងខ្លួនទៅលើការធ្វើពាណិជ្ជកម្មការធ្វើនយោបាយការធ្វើសេដ្ឋកិច្ចក្រៅស្រុករបស់ពួកគេនីមួយបាទមែនតើទៅជាក់ស្ដែងប្រទេសដែលប្រឈមមុខធ្វើពាណិជ្ជកម្មឬក៏ចំនួនពាណិជ្ជកម្មអន្តរជាតិធំជាងគេបំផុតបាទយើងអាចកត់សម្គាល់បានគឺសហរដ្ឋអាមេរិកជាមួយនឹងប្រទេសចិនហើយសង្គ្រាមពាណិជ្ជកម្មដែលលេចឡើងខ្លាំងបំផុតគឺនៅសម័យរបស់ Donald Trump បាទអញ្ចឹងនៅអាណត្តិរបស់ Trump គឺមានចំនួនពាណិជ្ជកម្មជាពិសេសតាក់ទងជាមួយនឹងក្រុមហ៊ុន Huawei បាទជាមួយនឹងក្រុមហ៊ុន Huawei របស់ចិនបាទរបស់ចិនហើយជាពិសេសទៅទៀតនោះបញ្ហានេះវាប៉ះពាល់ទៅដល់បណ្ដាម្ចាស់ភាគហ៊ុនទាំងពីរប្រទេសបាទទាំងពីរប្រទេសបាទនេះយើងឃើញថាមិនមែនតែមួយចំណុចហ្នឹងទេវាច្រើនចំណុចដែលធ្វើឲ្យប្រទេសទាំងពីរមានការណារអាក់រអួលផ្នែកទំនាក់ទំនងសេដ្ឋកិច្ចនយោបាយសពបែបសពយ៉ាងហើយរួមមានជាមួយនឹងកត្តានយោបាយអន្តរជាតិបាទរវាងចិនជាមួយនឹងតៃវ៉ាន់ឬក៏រវាងសហរដ្ឋអាមេរិកជាមួយនឹងតៃវ៉ាន់ជាដើមបាទនិយាយជារួមវាមានកត្តារួមផ្សំវាមិនមែនសំដៅលើតែកត្តាពាណិជ្ជកម្មតែមួយមុខប៉ុណ្ណឹងទេហើយមិនត្រឹមតែប៉ុណ្ណឹងបណ្ដាសម្ព័ន្ធមិត្តបណ្ដាក្រុមមួយចំនួនដែលធ្វើការងារតាក់ទងជាមួយនឹងពាណិជ្ជកម្មក៏ដូចគ្នាដែរបាទដូចគ្នាហើយជាពិសេសនៅក្នុងស្ថានភាពនេះយើងទទួលស្គាល់ថាវារៀងលំបាកបន្តិចមែនសម្រាប់សហគ្រាសឬក៏សម្រាប់អ្នកវិនិយោគិនធំដែលចង់វិនិយោគពីប្រទេសមួយទៅប្រទេសមួយពីប្រទេសទ្វីបមួយទៅទ្វីបមួយណាបាទលំបាកដោយសារកត្តាសេដ្ឋកិច្ចដោយសារកត្តាបញ្ហាដែលជះឥទ្ធិពលមកកើតឡើងមកតាំងពី COVID-19 អញ្ចឹងបើសិនជាអាចប្រទេសមហាអំណាចទាំងអស់នៅលើពិភពលោកមានការដាក់នៅអិរិយាបថទន់ភ្លន់ណាឲ្យគ្នាទៅវិញទៅមកពីព្រោះនៅក្នុងស្ថានភាពនេះនៅក្នុងបរិបទនេះយើងឃើញហើយថាមានតែប្រទេសពីរធំខ្ញុំអាចនិយាយបានថាពីរធំទី1សហរដ្ឋអាមេរិកទី2ចិនហ្នឹងឯងដែលជាប្រទេសកាន់ក្បាលសេដ្ឋកិច្ចពិភពលោកបើសិនជាប្រទេសទាំងពីរនេះនៅតែមានការប្រកាន់នៅតែមានបញ្ហាពាណិជ្ជកម្មនៅតែមានចំនួនពាណិជ្ជកម្មដោះស្រាយមិនបានដោះស្រាយមិនទាន់ពេលវេលាទេគឺខ្ញុំជឿជាក់ថាស្ថានភាពសេដ្ឋកិច្ចពិភពលោកនៅតែមិនទាន់អាចងើបបាននៅឡើយទោះបីងើបបានក៏ងើបបាននៅក្នុងកម្រិតមួយដែលលំបាកជាទីបំផុតបាទលំបាកជាទីបំផុតពីព្រោះយើងត្រូវយកទ្រឹស្ដីបាទទ្រឹស្ដីគេហៅថាបរិបទនេះគឺជាបរិបទត្រូវរើសស៊ីបាទត្រូវរើសស៊ីមិនមែនបរិបទត្រូវស៊ីរើសទេទាំងចិនក្តីទាំងសហរដ្ឋអាមេរិកក្តីណា
រងគ្រោះយ៉ាងដំណំស្ទើរតែបាក់ឆ្អឹងជំនីបាទរៀងខ្លួនទៅហើយដោយសារកត្តាសេដ្ឋកិច្ចដែលជះឥទ្ធិពលដល់សង្គមចិនរហូតមកដល់បច្ចុប្បន្ននេះចិនកំពុងតែមានបញ្ហាជាពិសេសទាក់ទងជាមួយនឹងបរិទ្ធផរណាបាទបរិទ្ធផរណានៃសេដ្ឋកិច្ចរបស់ចិនបាទអញ្ចឹងបើសិនជាខ្ញុំនិយាយថាបើសិនជាប្រទេសមហាអំណាចធំដាក់នៅឬក៏ទម្លាក់នៅការបន្តឹងតម្លៃនៃការធ្វើពាណិជ្ជកម្មបន្តិចឬក៏របានៃការធ្វើពាណិជ្ជកម្មកុំឲ្យកើតចំនួនខ្ញុំគិតថាវាងាយស្រួលរត់ទៅរកស្ថានភាពដូចដើមវិញបាទដូចដើមវិញចំណុចទី3ដែលជាចំណុចសំខាន់ដែរបាទចំណុចសំខាន់ដែរទាក់ទងទៅជាមួយនឹងគោលការណ៍រដ្ឋឬក៏គោលនយោបាយកំណែទម្រង់ដែលកំពុងប្រឈមរបស់រដ្ឋរបស់ប្រទេសនីមួយៗពីព្រោះអ្វីត្បិតតែប្រទេសរដ្ឋទាំងអស់ហ្នឹងមិនមែនជាប្រទេសមហាអំណាចក៏ពិតមែនជាប្រទេសដែលក្រីក្រជាប្រទេសដែលកំពុងអភិវឌ្ឍប្រទេសអភិវឌ្ឍមានបានឬក៏រស់ទៅបានក៏អាស្រ័យទៅលើប្រទេសក្រីក្រទាំងឯងអ្នកមានទៅបានគឺអាស្រ័យទៅលើអ្នកក្រទាំងឯងណាអញ្ចឹងទីត្រូវរក្សាគ្នាទៅវិញទៅមកដោយទ្រឹស្ដីខ្មែរតែងតែនិយាយដំណាលតគ្នាមកអ្នកមានរក្សាខ្សត់បាទដោយសម្ពុតពាត់ពីក្រៅអ្នកប្រាជ្ញរក្សាខ្លាំងដោយសំពើនៅសម្បានេះជាយុទ្ធសាស្ត្រល្អនេះពិភពលោកគួរតែយកនៅទ្រឹស្ដីបុរាណចារ្យខ្មែរយកទៅវិភាគយកទៅធ្វើយកទៅមើលយកទៅអនុវត្តដែរបាទកម្ពុជាមិនមែនមហាអំណាចក៏ប៉ុន្តែទ្រឹស្ដីអ្នកប្រាជ្ញក៏មិនចាញ់ជនជាតិចិនបាទប្រមាណដែរឬក៏បរទេសនៅលើពិភពលោកប្រមាណដែរបាទអញ្ចឹងរដ្ឋនីមួយទៅធ្វើផែនការនយោបាយរបស់ខ្លួនឬក៏យើងហៅថាកំណែទម្រង់បន្ទាប់ពី COVID-19 កំណែទម្រង់លើអីខ្លះបាទទី1កំណែទម្រង់ទៅលើអត្រាការប្រាក់បាទអត្រាការប្រាក់នេះគឺវាជាបញ្ហាចម្បងដើម្បីរុញស្ថានភាពណាឲ្យមានការប្រែប្រួលបន្ទាប់ពី COVID-19 គឺទាល់តែមានការកែប្រែនៅទម្រង់អត្រាការប្រាក់ពីព្រោះយើងឃើញស្រាប់ហើយថាពិភពលោកមិនថាប្រទេសណាដូចប្រទេសណាទេគឺនៅពេលដែល COVID-19 ត្រូវមានគោលនយោបាយហិរញ្ញវត្ថុជាពិសេសធនាគារកណ្ដាលទៅលើធនាគារកណ្ដាលធនាគារឯកជនបាទដែលបានចងការប្រាក់ទៅឲ្យអតិថិជនបាទពេលនោះកំពុងតែជាប់ lockdown ឬក៏ block នៃការបិទរាំងទប់ COVID-19 ហើយមានការរីករាលដាលរហូតមកដល់សប្តាហ៍ថ្ងៃនេះធនាគារឯកជនត្រូវបានពន្យានៃការបង់ណាបង់ប្រាក់ប្រចាំខែមកឲ្យធនាគារឯកជនឬក៏រដ្ឋវិញបាទមិនត្រឹមតែប៉ុណ្ណោះបាទធនាគារឯកជនខ្លះត្រូវពង្រីករយៈពេលនៃការកម្ចីបាទខ្ចី1ឆ្នាំទៅជា2ឆ្នាំទៅជា3ឆ្នាំដើម្បីឲ្យមានស្ថានភាពបង់តិចហើយបានរយៈពេលយូរហើយក៏ជាយន្តការមួយសម្រាប់ជួយប្រជាជនទូទាំងពិភពលោកដើម្បីឲ្យមានពេលមានចន្លោះសម្រាប់ធ្វើការងារទទួលផលកម្រៃសម្រាប់បង់ទៅធនាគារវិញបាទបង់ទៅធនាគារវិញហើយចំណុចទី2នៃគោលការណ៍របស់រដ្ឋបាទគួរតែព្យួរបំណុលបន្ថែមឬយ៉ាងណាបាទនេះជាសំណួរដែលយើងត្រូវសួរបើសិនជាយើងព្យួរបំណុលរបស់ប្រជាពលរដ្ឋត្រូវបង់ធនាគារតើវាមានហានិភ័យឬក៏វាមានកត្តាអីខ្លះជះឥទ្ធិពលដល់ធនាគារព្រោះបច្ចុប្បន្ននេះខ្ញុំជឿជាក់ថាមិនថាប្រទេសណាក៏ដូចប្រទេសណាដែរសូម្បីតែនៅសហរដ្ឋអាមេរិកធនាគារដែលមានប្រវត្តិតែយូរលង់ណាស់មកហើយក៏មានការបិទទ្
វាដោយសារកត្តា COVID-19 នេះដែរបាទឥឡូវបច្ចុប្បន្ននេះគឺយើងឃើញថានៅស្រុកចិនក៏មានបញ្ហាដែរទាក់ទងជាមួយនឹងបញ្ហាធនាគារបាទអញ្ចឹងយើងឃើញថានេះជាការគិតគូរវិភាគពិចារណានៃអ្នកសេដ្ឋកិច្ចនៃក្រសួងសេដ្ឋកិច្ចរបស់ប្រទេសនីមួយៗហើយជំហានបន្ទាប់ទៀតបាទជំហានបន្ទាប់ទៀតតើត្រូវធ្វើយ៉ាងម៉េចបញ្ចុះតម្លៃអត្រាការប្រាក់ឬយ៉ាងណាបាទចំណុចនេះគឺជាចំណុចមួយដែលរដ្ឋខ្លះប្រទេសខ្លះកំពុងតែយកមកអនុវត្តដើម្បីជំរុញកំណើនកម្ចីឲ្យមានសន្ទុះទាល់តែមានការបញ្ចុះតម្លៃនៅអត្រាការប្រាក់បាទពីព្រោះអត្រាការប្រាក់នេះវាជះឥទ្ធិពលទៅដល់ប្រជាជនជះឥទ្ធិពលទៅដល់សិប្បកម្មជះឥទ្ធិពលទៅដល់សហគ្រាសមួយចំនួនដែលគាត់កំពុងតែប្រកបកិច្ចការងាររបស់ខ្លួនបាទបើសិនជាមិនមានស្ថានភាពបញ្ចុះឬក៏រក្សាលំនឹងក្នុងកម្រិតណាមួយដែលបានក្រឹតទេខ្ញុំជឿថាចំណុចនេះនៅតែមិនអាចដោះស្រាយចេញនៅឡើយទេបាទអញ្ចឹងយើងរកលំនឹងផរណាមិនឲ្យកើតមានអតិផរណាហើយក៏មិនឲ្យកើតមានបរិផរណាដែរពីព្រោះតាមវិភាគវាជាអាវុធមុខពីរបើសិនជានិន្នាការនៃសេដ្ឋកិច្ចលៀងទៅអតិផរណាក៏មានបញ្ហាបើសិនជាកំណើនឬក៏សកម្មភាពនៃសេដ្ឋកិច្ចឬក៏ទំនិញសេវាកម្មជាមួយនឹងរូបិយវត្ថុរបស់ជាតិមួយមានទំនោរទៅខាងបរិផរណាប្រទេសនោះក៏មានបញ្ហាដូចគ្នាអញ្ចឹងសម្រាប់ខ្ញុំគិតថារោគលំនឹងនៃផរណាមួយមិនឲ្យធ្លាក់ពេកក៏មិនឲ្យឡើងពេកឲ្យរក្សានៅភាពដើមជាពិសេសយើងរត់ទៅរកស្ថានភាពមុនកាលកើត COVID-19 តើទៅរួចឬអត់បាទចំណុចនេះតើទៅរួចឬអត់បាទហើយជាងនឹងទៅទៀតរដ្ឋត្រូវតែបញ្ចេញនៅមន្ត្រីរបស់ខ្លួនបាទចំណុចនេះខ្ញុំឃើញកម្ពុជាយើងជាពិសេសដែលដឹកនាំដោយនាយករដ្ឋមន្ត្រីថ្មីគឺសម្ដេចបវរធិបតីហ៊ុនម៉ាណែតហើយលោកយកគោលការណ៍អាទិភាពសម្រាប់ផែនការអភិវឌ្ឍជាតិបន្តទៅទៀតនេះគឺយកវិស័យកសិកម្មគឺជាវិស័យអាទិភាពបាទវិស័យអាទិភាពរហូតដល់មានការជ្រើសមន្ត្រីកសិកម្មហើយមិនត្រឹមតែដាក់នៅការិយាល័យនៅក្រសួងទេគឺជំរុញមន្ត្រីកសិកម្មនឹងធ្លាក់ទៅដល់បាទភូមិឃុំទៅទៀតនេះជាកត្តាដែលយើងឃើញថាជាកត្តាវិជ្ជមានល្អមែនទែនបើយើងវិភាគឲ្យបានស៊ីជម្រៅឲ្យកាន់តែល្អភាសាយើងនឹងមានន័យថាទោះបីជាប្រទេសនោះស្ថិតនៅក្នុងប្រទេសអភិវឌ្ឍផ្នែកបច្ចេកវិទ្យាប្រទេសស៊ីវិល័យយ៉ាងណាក៏ដោយគឺជាមិនរួចពីការហូបបាយទេអញ្ចឹងមានន័យថាកត្តាវិស័យកសិកម្មនៅតែជាវិស័យអាទិភាពសម្រាប់ជាតិមួយបាទសម្រាប់ជាតិមួយអញ្ចឹងមានន័យថាជំរុញមន្ត្រីរបស់រដ្ឋឲ្យសកម្មនៅក្នុងកិច្ចការងារដែលអាទិភាពបាទអាទិភាពនេះជាកត្តាមួយសម្រាប់ចំណុចទី3ហ្នឹងបាទហើយចំណុចមួយទៀតរដ្ឋនីមួយមិនថាតែកម្ពុជាមិនថាតែថៃមិនថាវៀតណាមមិនថាប្រទេសទាំងអស់នៅលើពិភពលោកទេត្រូវសន្សំបាទត្រូវកាត់សន្សំពាក្យថាសន្សំនេះសំដៅលើនៃសេដ្ឋកិច្ចបាទមិនខ្ជះខ្ជាយទៅលើការចាយវាយដែលបេសកកម្មមិនចាំបាច់យើងទម្លាក់ចោលបាទគម្រោងសាងសង់ដែលមិនចាំបាច់យើងត្រូវទម្លាក់ចោលបាទយើងត្រូវតែអភិរក្សនិងរក្សាសេដ្ឋកិច្ចអភិរក្សរក្សានិងអភិវឌ្ឍសេដ្ឋកិច្ចក្នុងបច្ចុប្បន្នភាពនេះឲ្យមានដំណើរការល្អសិនបាទដំណើរការល្អសិនគេហៅថារក្សាព្រៃឲ្យគង់មិនខ្វះអស់ដុតទេបាទមិនខ្វះអស់ដុតទេបាទនេះជាចំណុចទី3
ចំណុចទី4តេតិនជាមួយនឹងការជំរុញប្រជាជនបាទនៃប្រទេសនីមួយៗឲ្យសកម្មទ្វេម្ដងបាទអានេះជាឧទាហរណ៍នៅក្នុងប្រទេសអភិវឌ្ឍមួយចំនួនដែលមានបទពិសោធន៍បាទទៅលើការប្រើប្រាស់កម្លាំងពលកម្មកន្លងមកខ្ញុំគិតថាធ្លាប់ជួបហើយនៅពេលដែលវិបត្តិunemployment កើតឡើងមានន័យថាភាពអត់ការងារធ្វើកើតឡើងមនុស្សរំលែកគ្នាបាទមនុស្សរំលែកគ្នាធ្លាប់ធ្វើការ8ម៉ោង4ម៉ោងម្នាក់អញ្ចឹងទៅធ្លាប់ទទួលបានប្រាក់បៀវត្សក្នុងមួយខែ$500ទទួលបាន250មានន័យថាទាំងកខគខងកម្មករនយោជិតទាំងអស់គឺនៅតែមានចំណូលគ្រាន់តែផ្លាស់ពីខ្ពស់មកទាបផ្លាស់ពីទាបមកទាបជាងបន្តិចទៀតតែប៉ុណ្ណឹងតែឲ្យអត់ការងារធ្វើគឺមិនអត់ទេបាទអានេះគេហៅថាជំរុញហេតុអីបានខ្ញុំគិតថាកត្តានេះវាជាកត្តាសំខាន់ដែរយើងរំលឹកទៅអតីតកាលរបស់ជប៉ុនបាទពីឆ្នាំ45បន្ទាប់ពីចាញ់សង្គ្រាមលោកលើកទី2ដែលហៅថាសង្គ្រាមលោកពីកើតពីឆ្នាំ1939ដល់45បាទជប៉ុនវេទនាជាទីបំផុតបន្ទាប់ពីគ្រាប់បែកសហរដ្ឋអាមេរិកធ្លាក់ទៅលើហេរ៉ូស៊ីម៉ាមួយកន្លែងនិងទីក្រុងណាវ៉ាស្គីមួយបាទធ្វើឲ្យសេដ្ឋកិច្ចជប៉ុនរលាយសាបសូន្យស្ទើរតែទាំងស្រុងសូម្បីតែប្រជាពលរដ្ឋរបស់ខ្លួនសឹងតែរកបាយហូបមិនបានបាទសឹងតែរកបាយហូបមិនបានជាក់ស្ដែងដូចកូរ៉េជាដើមកូរ៉េមិនមែនជាប្រទេសដែលស៊ីវិល័យតាំងពីដើមមកទេប្រទេសកូរ៉េខាងត្បូងឆ្លងកាត់ព្យុះភ្លៀងលំបាកវេទនាជាទីបំផុតជាពិសេសណាការធ្វើអាណានិគមក៏ដូចជាការធ្វើទុកបុកម្នេញពីរបបជប៉ុនបាទពីរបបជប៉ុនមិនត្រឹមតែប៉ុណ្ណោះរួចពីរបបជប៉ុនគ្រប់គ្រងមកដល់សង្គ្រាមបែងចែកទឹកដីរវាងបងប្អូនទាំងពីរណាគឺកូរ៉េខាងជើងនិងកូរ៉េខាងត្បូងនៅឆ្នាំ1953ទៀតគឺនាំឲ្យប្រទេសនេះកាន់តែធ្លាក់ដុនដាបទៅបាទអញ្ចឹងមានន័យថាជាប្រទេសដែលក្រីក្រតែមកដល់បច្ចុប្បន្នបាទ50-60ឆ្នាំកន្លងមកនេះទាំងជប៉ុនក្តីទាំងកូរ៉េខាងត្បូងក្តីបាទคล้ายទៅជាប្រទេសអ្នកមានជីវភាពរស់នៅរបស់ប្រជាពលរដ្ឋរបស់គេគឺមានស្តង់ដាររហូតដល់កម្លាំងការងារពលកម្មការងារទីផ្សារការងារគ្មានកម្លាំងពលកម្មធ្វើបាទទាំងជប៉ុនទាំងកូរ៉េណាពេលខ្លះក៏មានការជ្រើសពលករពីក្រៅស្រុករួមមានប្រទេសជិតខាងដូចជាថៃដូចជាបង់ក្លាដេសដូចជាស្រីលង្កាដូចជាប៉ាគីស្ថានអាហ្វហ្គានីស្ថានរួមទាំងកម្ពុជាក៏បានបញ្ជូនពលករបាទទៅធ្វើការដោយស្របច្បាប់នៅប្រទេសជប៉ុនហើយនៅប្រទេសកូរ៉េច្រើនជាងគេបំផុតសឹងចូលទៅដល់រាប់លាននាក់បាទនេះជាការបង្ហាញឲ្យឃើញថាការខិតខំប្រឹងប្រែងធ្វើកំណែទម្រង់ជំរុញប្រជាជនឲ្យមានការខិតខំប្រឹងប្រែងទ្វេដងណាយើងប្រៀបបីដូចជាការដុសលើថ្មយើងដឹងហើយថាថ្មជាសារធាតុដែលរឹងណាសំបីតែជីសំបីតែទឹកបាទដាក់ទៅមិនយូរប្រមាណក៏ស្ងួតជីដាក់ទៅក៏មិនជាប់ហើយការចាក់ឫសរបស់ការរស់នៅបានល្អទៅបានផ្កាទៅបានផ្លែទៅបាននេះមិនមែនជារឿងចៃដន្យទេគឺជារឿងរស់ដោយការពឹងទៅលើសមត្ថភាពស្របតាមទ្រឹស្ដីរបស់ព្រះពុទ្ធអត្តាហេអត្តនោនាថោបាទខ្លួនប្រឹងខ្លួននឹងបានមិនមែនប្រឹងហើយទៅថ្វាយបង្គំឬក៏មិនមែនប្រឹងណារកគ្រូទាយមិនមែនប្រឹងចង់បានណាដេកបន់ស្រន់បួងសួងនេះវា
ប្រាសចាកអំពីសច្ចភាពពិតប្រាកដបាទសច្ចភាពពិតប្រាកដចឹងទេសូមអស់យោបល់ប៉ុណ្ណឹងសូមអរគុណ